ថ្ងៃ8 ម៉ោងជ្រុកនៅក្រោមកម្ដៅថ្ងៃអាយុកាន់តែច្រើននៅតែខំរកកម្រៃខ្លាចកូនរីមិនខ្ពស់ខ្លាចកូនហួសក្តីស្រមៃបន្ទុករួយសំពីទាំងមានងារជាស្ត្រីអ្វីដែលអ្នកធ្វើជាទង្វើពិតប្រាកដអ្នកនៅតែខំរើទូយកភ្នំមកសង្កត់ខំសំសារពើអ្នកតែងមានអំណត់បើព្រះជាអ្នកមើលមិនឃើញមកខ្ញុំហត់ I just wanna see you smile មិនចង់ឲ្យអ្នកលំបាកទៀតឡើយផ្នែកចំណឹករលឹកពីចម្ងាយជាមួយនឹងចម្រៀងដែលកូនច្រៀងអធិប្បាយបើសិនជាអ្នកបានស្ដាប់ឮសូមឲ្យអ្នកជិះផុតពីជំងឺរំចាំភាពជោគជ័យកូនរំទឺជាមួយនឹងសំឡេងដែលកូនតែងដុំមេឃភ្លឺជីវិតគឺវាអញ្ចឹងបើសិនជាខ្ញុំមិនខំតែនរណាគេមកប្រឹងជីវិតគឺវាយ៉ាងហ្នឹងពេលធ្វើខុសម្ដងគេនាំគ្នាដាក់កណ្ដឹងគេមើលថោកគេមិនសូវឲ្យតម្លៃគេមិនសូវចង់រាប់រកព្រោះគ្រួសារយើងក្រក្រៃតែណាហើយរឿងនឹងក៏វាមិនថ្មីចាំមើល10ឆ្នាំទៀតនរណាក៏ជះនរណាស្ថិយខ្ញុំបានគិតថាខ្លួនឯងស្លាប់ម្ដងរួចបាត់ទៅហើយជីវិតនៅសល់ប្រមាណគ្រាន់ជារឿងដែលត្រូវបង្ហើយធ្វើមិនបើយើងក្រងវក៏គ្មានចម្លើយកូនពីនឹងដាច់ខ្យល់ដេកស្លាប់នៅលើខ្នើយតែក៏មានព្រះដឹងហើយហៅកូនឲ្យផុតគ្រោះព្រះដែលនៅគេបង្កើយនោះគឺជាព្រះរស់លោកចម្លងឲ្យឆ្លងផុតនៅមរណៈជ្រោះជាតិនេះកូននឹងតបស្នងឲ្យគ្រូសាមមានឈ្មោះ